MDI និង MFI ខុសគ្នាដូចមិនបាទអញ្ចឹងស្ថាប័នទាំងពីរនេះគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចគ្នាបាទប៉ុន្តែ MDI គឺយើងចង់សំដៅទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគាត់ទទួលប្រាក់បញ្ញើបាទហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនទទួលប្រាក់បញ្ញើនោះគឺយើងហៅថា MFI បាទអញ្ចឹង MDI គាត់មានសិទ្ធិប្រកបអាជីវកម្មច្រើនប្រភេទបាទដូចទៅនឹងធនាគារពាណិជ្ជដែរបាទមានផលិតផលច្រើនដូចជាការផ្ដល់កម្ចីសេវាប្រាក់សន្សំសេវាធនាគារចល័តឬក៏សេវាផ្សេងទៀតបាទដែលគាត់ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាសម្រាប់ MFI វិញគឺយើងគាត់ផ្ដល់សេវាកម្មតែមួយផ្នែកទេបាទតាក់ទងទៅនឹងការផ្ដល់កម្ចីឬក៏ផ្ដល់សេវារំលោះបាទដែលយើងហៅថាភតិសន្យាបាទអញ្ចឹងនេះគឺជាភាពខុសគ្នារវាង MDI ហើយនិងMFI បាទ